ในក្នុង Game Mobile Legends Hero Assassin ដែលពិបាកលេងអ្នកគ្នាបាននិយាយថាគឺ Link និង Fanny ដែលពិបាកលេងជាងគេតែនៅមាន Assassin មួយទៀតដែលពិបាកលេងជាង Link និង Fanny នឹងទៀតអ្នកគ្នាហើយ Hero Assassin មួយហ្នឹងគឺជាកូនកាត់ Fighter និង Assassin អ្នកគ្នាដែលយើងអាចយកទៅដើរ EP ក៏បានដើរជា Jungle ក៏បានដែរអ្នកគ្នាហើយ Hero ហ្នឹងគឺញ៉ៃខ្លាំងមែនតើគឺពិបាកលេងពិបាកចុច skill ខ្លាំងមែនតើអ្នកគ្នាមក gameplay បើសិនជាអ្នកគ្នាលេង Hero មួយហ្នឹងគឺដឹងតែចុកដៃមកអ្នកគ្នាគឺអូស joystick នឹងចុកដៃតែម្ដងអ្នកគ្នាហើយអ្នកគ្នាអាចទេបានអត់តែ Hero ដែលខ្ញុំពងនិយាយហ្នឹងជា Hero អីគេអ្នកគ្នាហើយ Hero មួយហ្នឹងគឺកម្រមានអ្នកយកមកលេងនៅក្នុង rank ខ្លាំងមែនតើអ្នកគ្នាដោយសារតែ Hero មួយហ្នឹងគឺពិបាកលេងហើយវាអត់សូវមានចូល meta អញ្ចឹងណាអ្នកគ្នាតែនៅពេលដែលមានអ្នកដកមកលេងនៅក្នុង rank ម្ដងគឺដឹងតែសាហាវអ្នកគ្នាហើយសិតតែ top global ឬក៏ដូចជា top cambodia អញ្ចឹងណាអ្នកគ្នាហើយ Hero មួយហ្នឹងគឺពិបាកចាំខ្លាំងមែនតើគឺញ៉ៃខ្លាំងមែនតើអ្នកគ្នានៅក្នុង gameplay ឲ្យតែប៉ះ Hero ហ្នឹងគឺ Hero ណាដែលដើរដីដឹងតែពិបាកកិច្ចឯអ្នកគ្នាហើយ Hero មួយហ្នឹងគឺមានទាំង immune skill មានទាំង skill ដាស់អីគ្រប់បែបយ៉ាងអ្នកគ្នាគឺញ៉ៃខ្លាំងមែនតើនៅក្នុង game គឺពិបាកចាប់ខ្លាំងមែនតើអ្នកគ្នាឲ្យតែប៉ះអ្នកគ្នាខ្ញុំនិយាយតែប៉ុណ្្នឹងអ្នកគ្នាប្រហែលជាដឹងជា Hero អីហើយអ្នកគ្នាបើអ្នកគ្នាដឹងកុំភ្លេច comment នៅខាងក្រោមហ្នឹងម្នាក់មួយផងអ្នកគ្នាដើម្បីអ្នកអត់ដឹងក៏អត់ដឹងដែរអញ្ចឹងណាអ្នកគ្នាដោយសារ Hero មួយហ្នឹងគឺអត់សូវមានអ្នកលេងទេហើយ Hero មួយហ្នឹងគឺនៅក្នុង MPL ប្រទេសផ្សេងគឺគេដកមកលេងច្រើនណាអ្នកគ្នាតែឥឡូវគឺដូចជាស្ងាត់ហើយ Hero ហ្នឹងគឺអត់ដែលមានអ្នកយកមកលេងទៀតទេនៅផាច់ថ្មីហ្នឹងអ្នកគ្នាហើយវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នាបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ